សួរប្រមាណបងប្អូនគ្នាការដោះលែងទាហានកម្ពុជាភាគីថៃបានយកព្រមដោះលែងទាហានកម្ពុជាទាំង18នាក់ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី29ខែកក្កដាឆ្នាំ2025មួយថ្ងៃក្រោយបទជប់បាញ់ចូលជាធរមាននៅខេត្តឧត្តរមានជ័យការដោះលែងនេះនឹងធ្វើឡើងភ្លាមៗមិនរងចាំកិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជាឆ្នាំ2025អត្ថបទទាំងនេះរៀបរាប់អំពីការឈានដល់ការឯកភាពគ្នានៅសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលនឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលាឆ្នាំ2025មួយចំណុចសំខាន់នៃកិច្ចព្រមព្រៀងការដោះលែងទាហានកម្ពុជាភាគីថៃបានយកព្រមដោះលែងទាហានកម្ពុជាទាំង18នាក់ទី2ការគោរពអធិបតេយ្យភាពប្រទេសទាំងពីរបានបដិញ្ញាចិត្តសារជាថ្មីក្នុងការគោរពនិងអនុវត្តបទឈប់បាញ់រួមទាំងការគោរពយ៉ាងម៉ឺម៉ាត់ចំពោះគោលការណ៍អធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យភាពរបស់គ្នាទៅវិញទៅមកការស្ដារទំនាក់ទំនងកិច្ចព្រមព្រៀងនេះមានគោលបំណងស្ដារទំនុកចិត្តរវាងភាគីទាំងពីរនិងស្ដារប្រក្តីភាពឡើងវិញនៅទំនាក់ទំនងការទូតដែលត្រូវបានទម្លាក់មកនៅត្រឹមលេខាទី2កាលពីខែកក្កដាឆ្នាំ2025ដោយសារភាពតានតឹងសកម្មភាពសន្តិសុខរួមនឹងមានកិច្ចសហប្រតិបត្តិការលើការដោះអាវុធធុនធ្ងន់ពីតំបន់ព្រំដែនទៅមូលដ្ឋានទ័ពរៀងៗខ្លួនដើម្បីការកាត់បន្ថយភាពតានតឹងការបោះសម្អាតមីននៅតាមព្រំដែនការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មអនឡាញគោលការណ៍ដំណោះស្រាយចំនួនបដិញ្ញាចិត្តដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពនិងមិនប្រើប្រាស់កម្លាំងពីដំណើរការនឹងសាកសីការបរិច្ឆេទសម្រាប់ឯកភាពសេចក្តីព្រៀងត្រូវបានឯកភាពគ្នានៅថ្ងៃទី17ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីការចរចាដ៏តឹងតែងសាកសីចុះហត្ថលេខាវត្តមានកិច្ចព្រមព្រៀងនេះនឹងមានលក្ខណៈអន្តរជាតិខ្ពស់ដោយសារមានការចូលរួមជាសាកសីពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំតែត្រូវបានលើកឡើងថាសម្រាប់សម្រួលបទឈប់បាញ់កាលពីខែកក្កដានាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានកិច្ចព្រមព្រៀងនេះត្រូវបានអះអាងដោយអបនាយករដ្ឋមន្ត្រីប្រាសុខុនថាជាឯកសារដ៏រឹងមាំមួយដែលនឹងនាំប្រទេសទាំងពីរទៅរកភាពប្រក្តីភាពនៅទំនាក់ទំនងប្រទេសនិងប្រជាជនព្រមទាំងជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាពវិបុលភាពនិងសន្តិសុខក្នុងនាមជាប្រទេសជិតខាងអចិន្ត្រៃយ៍កម្ពុជាបានសម្ដែងការដឹងគុណចំពោះអាមេរិកចិននិងម៉ាឡេស៊ីចំពោះការសម្របសម្រួលនិងការលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាដោយសន្តិវិធីកិច្ចព្រមព្រៀងសន្តិភាពភាគីថៃយកព្រមដោះលែងទាហានកម្ពុជាទាំង18នាក់បន្ទាប់ពីចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីដូណាល់ត្រាំកម្ពុជាថៃបានឈានដល់ការឯកភាពគ្នាលើឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ការចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលានេះក្នុងកិច្ចព្រមព្រៀងនេះភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង18នាក់ដែលថៃបានចាប់ខ្លួនមួយថ្ងៃក្រោយបទឈប់បាញ់ចូលជាធរមាននេះបានតាមការបញ្ជាក់របស់លោកអបនាយករដ្ឋមន្ត្រីប្រាសុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅក្នុងឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពដែលឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី17ខែតុលាឆ្នាំ2025កម្ពុជាថៃបានបដិញ្ញាចិត្តនឹងការអះអាងសារជាថ្មីក្នុងការគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់គោរពគ្នាទៅវិញទៅមកជាពិសេសគោរពគោលការណ៍អធិបតេយ្យភាពបូរណភាពទឹកដីឯករាជ្យជាតិរបស់ប្រទេសនីមួយៗព្រមទាំងតាំងចិត្តសម្រាប់ស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមកនិងស្ដារប្រក្តីភាពឡើងវិញទំនាក់ទំនងដែលត្រូវបានរដ្ឋាភិបាលកម្ពុជាថៃទម្លាក់ឲ្យមកនៅទីបំផុតត្រឹមលេខាទី2កាលពីខែកក្កដាកន្លងទៅបន្ទាប់ពីមានភាពតានតឹងផងដែរក្រៅពីនោះក្នុងឯកសារនៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខាភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មអនឡាញការបោះសម្អាតមីននៅព្រំដែនជាពិសេសគឺការដោះអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញដើម្បីកាត់បន្ថយភាពតានតឹងផងដែរលោកអបនាយករដ្ឋមន្ត្រីប្រាសុខុនបានបញ្ជាក់ថាក្រៅពីកិច្ចការទាំងអស់នេះគឺភាគីថៃនឹងដោះលែងដោយមិនរងចាំនៅទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនមួយថ្ងៃក្រោយបទឈប់បាញ់ចូលជាធរមានម្លេះវីរៈកងទ័ពកម្ពុជា18រូបស្ថិតនៅក្នុងចំណោមទាហានខ្មែរ20នាក់ដែលត្រូវបានយោធាថៃចាប់ខ្លួននាព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2025នៅចំណុចចំតែខេត្តឧត្តរមានជ័យមួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានក្នុងចំណោម20នាក់ដែលចាប់ខ្លួនថៃបានបញ្ជូនទាហាន2នាក់ត្រឡប់មកវិញដោយក្នុងនោះមានម្នាក់រងរបួសនិងម្នាក់ទៀតមានបញ្ហាស្មារតីគិតត្រឹមថ្ងៃទី18ខែតុលានេះមានរយៈពេល81ថ្ងៃហើយវីរៈកងទ័ពកម្ពុជាទាំងនោះត្រូវបានឃុំខ្លួនខណៈដែលកម្ពុជាបានអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតកម្ពុជាថៃឯកភាពគ្នាលើពង្រៀងឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលមានលោកដូណាល់ត្រាំនិងប្រធានអាស៊ានជាសាក្សីរដ្ឋាភិបាលកម្ពុជាថៃបានឯកភាពគ្នាលើពង្រៀងឯកសារមួយស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដែលមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រី
ម៉ាឡេស៊ីដែលជាប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចុងខែតុលានេះការចរចាលើឯកសារនេះបានធ្វើឡើងជាយូរថ្ងៃមកហើយប៉ុន្តែទើបនឹងសម្រេចនៅថ្ងៃទី17ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនេះបានតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចសម្ភាសជាមួយនឹងតូតូកក្រោយបញ្ចប់ការចរចាលោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដូចនេះថាម្សិលមិញនេះថ្ងៃទី17ខែតុលាយើងបានជួបគ្នាដោយផ្ទាល់ហើយចរចាគ្នារហូតដល់យប់ហើយបានឯកភាពគ្នាលើឯកសារមួយដែលសង្ឃឹមថាឯកសារនេះនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរកម្ពុជាថៃដោយសារមានការចុះហត្ថលេខាជាសាក្សីដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានកិច្ចព្រមព្រៀងឬឯកសារសន្តិភាពមួយនេះត្រូវបានប្រមុខការទូតកម្ពុជាអះអាងថាវានឹងក្លាយទៅជាឯកសារដែលផ្ដល់នូវភាពរឹងមាំដែលនឹងនាំឲ្យប្រទេសទាំងពីរទៅរកភាពប្រក្រតីភាពឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រជាជនកម្ពុជាថៃហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាពក្នុងនាមជាអ្នកជិតខាងជាមួយគ្នាព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសន្តិភាពនិងវិបុលភាពក្រៅពីការបដិញ្ញាចិត្តនិងការអះអាងសារជាថ្មីរវាងប្រទេសទាំងពីរក្នុងការគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់គោរពគ្នាទៅវិញទៅមកជាពិសេសគោលការណ៍អធិបតេយ្យភាពបូរណភាពទឹកដីឯករាជ្យជាតិរបស់ប្រទេសនីមួយៗព្រមទាំងតាំងចិត្តសម្រាប់ស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមកឯកសារនៃកិច្ចព្រមព្រៀងនោះក៏បានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀតដែលពង្រឹងទំនុកចិត្តនិងស្ដារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានរដ្ឋាភិបាលកម្ពុជាថៃទម្លាក់ឲ្យមកនៅទាបបំផុតត្រឹមលេខទី2កាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2025កន្លងទៅបន្ទាប់ពីមានភាពតានតឹងក្រៅពីនោះក្នុងឯកសារនៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខាភាគីទាំងពីរក៏បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មអនឡាញការបោះសម្អាតមីននៅព្រំដែនជាពិសេសគឺការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញដើម្បីកាត់បន្ថយភាពតានតឹងផងដែរភាគីថៃបានអះអាងថានឹងដោះលែងទាហានកម្ពុជាទាំង18នាក់ដែលយោធាថៃបានចាប់ខ្លួនមួយថ្ងៃក្រោយបទជបាញ់ចូលយុទ្ធធរមានកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ភាគីទាំងពីរបានបដិញ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពការគោរពគោលការណ៍និងមិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះផ្សេងៗដើម្បីរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ដោយប្រទេសទាំងពីរមិនអាចរើសដីចេញបានឡើយបើតាមលោកឧបនាយករដ្ឋមន្ត្រីក្នុងការចរចាចុងក្រោយនេះមានលក្ខណៈតឹងតែងប៉ុន្តែដោយឆន្ទៈរួមគ្នារបស់ប្រទេសទាំងពីរក៏ដូចជារបស់សហរដ្ឋអាមេរិកដែលជាអ្នកសម្របសម្រួលនិងម៉ាឡេស៊ីដែលជាប្រធានអាស៊ានគឺភាគីទាំងអស់មានការបដិញ្ញាចិត្តរួមគ្នាក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរនិងតំបន់ទាំងមូលទៅឲ្យមានឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះប្រមុខការទូតកម្ពុជាបានសម្ដែងនឹងគុណរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះលោកប្រធានាធិបតីដូណាល់ត្រាំហើយក៏លោកអរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលនិងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមកលោកបានអរគុណដល់ប្រទេសជាមិត្តបរទេសដទៃទៀតជាពិសេសប្រទេសចិនតែម្ដងដែលតែងតែខិតខំលើកទឹកចិត្តឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះសិនប្របងប្អូនមានបញ្ហាអ្វីដែលចម្ងល់ត្រង់ណាអាច comment នៅខាងក្រោមបាន សូមកុំភ្លេចជួយ subscribe ជេនល YouTube នេះខ្ញុំម្នាក់មួយផងណាសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូបន្តទៀត